Này lại cha, tại sao lại nhá? À xã vì lúa càng nghe vi. Để biết đây, càng nghe thường chết chọc ấy. Tại vì bác sĩ tôi chụp hình sủng khăn với. Trong tiết chụp nè. ជួយគាត់ផងទៅបងប្អូនអើយណាស្គាល់លេខដានពេទ្យអីហើយសាគ្នាទៅទៅបងប្អូនគាត់នៅណាទៅគាត់ដល់នេះឲ្យលោកស្លាប់ដោឲ្យជួយគ្នាតិចទៅអ្នកណាចេះជួយគាត់តិចទៅជួយហៅឡានពេទ្យមក លោកពូជួយកបោកលុយអីអូនជប់សិន ពូចង់ទិញផ្កាយការខ្ញុំមកនេះមកភួង1000សិតតែស្អាតទាំងអស់ មិនកែមយកកាបូបលុយនេះរត់ទៅផ្ទះទៅ ព្រោះវាជារបស់លោកពូ ឯងមិនដឹងក្នុងកាបូបនេះមានលុយប្រមាណទេលុយក្នុងកាបូបនេះអាចធ្វើឲ្យឯងជប់ដើរលុបផ្កាបានមួយឆ្នាំណាឯងកំពុងតែស្ដាយឯមែនអត់ អត់ទេខ្ញុំចូលចិត្តដើរលក់ផ្កាខ្ញុំមិនចង់ឈប់លក់ផ្កាផងការខ្ញុំមកភួងតែ1000តាពូ យកទៅពូឲ្យឯង តែពុកម៉ែខ្ញុំប្រាប់ថាដល់យកលុយគេទេ នេះជាលុយសងគុណដែលឯងជួយរកកាបូបឲ្យពូ គ្រាន់តែកបោកឲ្យលោកពូប៉ុណ្ណឹងមានអីទៅពិបាកទៅពូចាំបាច់សងគុណខ្ញុំទៅអីពុកម៉ែខ្ញុំប្រាប់ថាធ្វើមនុស្សត្រូវចេះជួយគ្នាទៅវិញទៅមកទៅព្រោះនៅបានសុខសប្បាយទាំងអស់គ្នា ឪពុកម្ដាយជានរណា ពុកខ្ញុំគាត់ជាកម្មករសំណង់ម៉ែខ្ញុំគាត់ជាអ្នកលក់បន្លែនៅផ្សារពុកម៉ែខ្ញុំតែងតែប្រាប់ខ្ញុំថាជួយគ្នាវាជារឿងធម្មតាផងមនុស្សទេខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបាននៅកបោកលុយលោកពូព្រោះបើសិនជាពូបាត់កបោកលុយទៅពូនឹងស្ដាយហើយអត់សប្បាយចិត្តទេពុកម៉ែខ្ញុំប្រាប់ថាត្រូវយកចិត្តគេប្រៀបនឹងចិត្តខ្លួនឯងហើយជួយគេដូចជួយខ្លួនឯងអញ្ចឹង ហើយគាត់បដៅទៀតថាធ្វើល្អបានល្អមែនអត់ ចាពុកម៉ែខ្ញុំថាមនុស្សតែងតែដណ្ដើមគ្នាធ្វើអំពើអាក្រក់អត់សូវមានអ្នកណាដណ្ដើមគ្នាធ្វើអំពើល្អទេតាមពិតធ្វើអំពើល្អអត់មានអីទៅពិបាកផង តែចុះកន្លងមកនេះគ្រូសាយធ្វើល្អបានផលអីខ្លះ អត់ឃើញបានអីផង ចុះក្រែងថាធ្វើល្អបានល្អហើយ ពុកម៉ែខ្ញុំប្រាប់ថាបើធ្វើល្អចង់បានផលមិនមានន័យថាធ្វើល្អទេ ចុះថ្ងៃក្រោយចង់ធ្វើការងារអីឬក៏ចង់ដើរលក់ផ្កាចង់រហូត ពុកម៉ែខ្ញុំប្រាប់ថាការងារអីក៏ល្អដែរឲ្យតែមនុស្សយើងជាឲ្យតម្លៃពុកគាត់ជាកម្មករសំណង់សង់ផ្ទះឲ្យគេនៅពេលម៉ែគាត់ជាអ្នកលក់បន្លែឲ្យគេយកទៅធ្វើម្ហូបឯខ្ញុំទំនេរក្រៅពីការសិក្សាខ្ញុំដើរលក់ផ្កាគេលោកបានលុយខ្លះចំណេញខ្ញុំយកទៅជួយពួកគាត់ គ្រូសាយមិនដែលគិតថាចង់បានទ្រព្យសម្បត្តិទេមែនទេ ពុកម៉ែខ្ញុំថាទ្រព្យសម្បត្តិចាំបាច់ជាងគេគឺគុណធម៌មនុស្សរស់នៅត្រូវរៀនឲ្យខ្លួនឯងមានគុណធម៌ Alo, đón ai mà anh? ខ្ញុំទៅដល់ហើយ
ពុកម៉ែខ្ញុំប្រាប់ថាបើធ្វើល្អចង់បានផលមិនមានន័យថាធ្វើល្អឯងមនុស្សតែងតែដណ្ដើមគ្នាធ្វើអំពើអាក្រក់អត់សូវមានអ្នកណាដណ្ដើមគ្នាធ្វើអំពើល្អឯងជួនកាលយើងពិតជាចាញ់បោកឆាច់ជីវិតហើយយល់ច្រឡំពីអត្តន័យក្តីសុខតែនៅពេលនេះខ្ញុំយល់ហើយយើងមិនបាច់ប្រឹងស្វែងរកក្តីសុខទេតែយើងនឹងមានវានៅពេលដែលយើងចេះផ្ដល់វាឲ្យអ្នកដទៃគ្មានអ្វីរីករាយជាងបានធ្វើអំពើល្អទេហើយក៏គ្មានអ្វីត្រេកអរជាងការភ្ញាក់រលឹកឡើយ